ជំរាបសួរពុកម៉ែបងប្អូនតើដំណាំប្រទាលកន្ទុយកំពើជួបបញ្ហារលួយឬមិនសូវដុះលូតលាស់នេះខ្ញុំនឹងបង្ហាញពីគន្លឹះដើមខ្លះៗឲ្យបានធាងធំនិងមានការលូតលាស់លឿនចំពោះការត្រៀមដីគឺយើងត្រូវធ្វើការលាយដីជាមួយនឹងដីខ្សាច់និងធ្យូងអង្កាំដុតដើម្បីឲ្យដីធូរបានល្អជៀសវាងការដក់ទឹកបណ្ដាលឲ្យឫសរលួយក្នុងបច្ចេកទេសនេះផងដែរពេលដើមត្រូវចាំថាកុំកប់គល់ដំណាំជ្រៅពេកកប់ត្រឹមតែឫសនិងផ្នែកគល់ខាងក្រោមបន្តិចបាត់ហើយចំពោះការថែទាំវិញគឺសម្រាប់ដំណាំប្រទាលកន្ទុយក្រពើគឺមិនត្រូវការទឹកច្រើននោះទេក្នុងមួយថ្ងៃគឺយើងអាចស្រោចពី1ទៅ2ដងបានហើយចំពោះការប្រមូលផលវិញក្រោយពីដាំបាន8ខែទៅ1ឆ្នាំយើងអាចប្រមូលផលបានហើយចំពោះការប្រមូលផលគឺយើងធ្វើការកាត់យកតែធាងក្រោមបង្អស់នៃធាងចាស់ជាងគេដោយប្រើកាំបិតមុតតើបងប្អូនធ្លាប់ដាំដំណាំហើយជួបបញ្ហាអ្វីខ្លះសាកល្បងនៅទីនេះរួចសរសេរប្រាប់ខ្ញុំនៅក្នុងប្រអប់ comment កុំភ្លេចជួយចុច like និង follow ដើម្បីទទួលបានវីដេអូក្រោយៗទៀតសូមអរគុណ